វប្រវត្តិរបស់ដួងកាយ B29 អូនប្រុសភេងពៅមានអាយុ20ឆ្នាំជាសិស្សថ្នាក់ទី12នៃវិទ្យាស្ថាន Belty អន្តរជាតិប្អូនមានឪពុកឈ្មោះខីភេងមានមុខរបរជានគរបាលនិងម្ដាយឈ្មោះជេងសុភាពប្អូនប្រុសមានបងប្អូនចំនួន10នាក់ស្រី6ប្រុស4ប្អូនគឺជាកូនទី5ប្អូនមានទីលំនៅនៅភូមិភ្នំតូចឃុំសុភីស្រុកបាទីខេត្តតាកែវប្អូនហាក់មានជំនឿចិត្តយ៉ាងខ្លាំងថាការប្រឡងចម្រៀងក្នុងកម្មវិធីផ្កាយរះក្នុងសួននាពេលនេះគឺប្អូនពិតជាសង្ឃឹមថានឹងទទួលបានលទ្ធផលល្អមួយនៅចុងបញ្ចប់ប្អូនមានក្តីបំណងធំពីរនៅមុនពេលដែលឡើងបង្ហាញមុខនៅក្នុងកម្មវិធីនេះនោះគឺឱកាសចង់ក្លាយជាតារាចម្រៀងអាជីពទាំងវ័យក្មេងនិងទី2ចង់ទទួលបានប្រាក់រង្វាន់ពីកម្មវិធីនេះផងដែរប្អូនប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីសម្រេចនូវគោលបំណងក្លាយខ្លួនជាតារាចម្រៀងម្នាក់នាថ្ងៃអនាគតខ្ញុំពិតជាស្រឡាញ់វិស័យសិល្បៈចម្រៀងខ្លាំងណាស់ខ្ញុំបានដាក់ពាក្យចូលក្នុងកម្មវិធីផ្កាយរះក្នុងសួនដើម្បីចង់ក្លាយជាតារាចម្រៀងដ៏ល្បីម្នាក់ចាលោកអ្នកបានទស្សនានៅវីដេអូជីវប្រវត្តិរបស់ដួងកាយ B29 រួចមកហើយនៅពេលនេះសូមស្វាគមន៍វត្តមានរបស់ដួងកាយ B29 ជំរាបសួរផងដើរហួសទៅណាមិញចាអូនប្រុសចាអញ្ជើញចូលរួមប្រឡងនៅក្នុងកម្មវិធីរបស់ជ័យនេះចាជឿជាក់ទេថានឹងអាចទទួលបានដល់ជ័យលាភីទៅកាន់គេខាងវិញបាន60%បង60%ចាសូមជួបអ្នកផ្ដល់កម្លាំងចិត្តជូនដល់ប្អូនមានបងប្រុសបងស្រីហើយមានក្មួយហើយនឹងប្អូនចាសូមជម្រាបសួរបាទខ្ញុំបាទក៏សូមគោរពជម្រាបសួរផងដែរបាទចាវត្តមានរបស់បងប្រុសដែលជាអ្នកគ្រប់គ្រងដល់ដួងកាយ B29 មានអារម្មណ៍យ៉ាងណាដែរចំពោះការអញ្ជើញចូលរួមទស្សនាផ្ទាល់នៅទីនេះបាទខ្ញុំក្នុងនាមជាបងប្រុសខ្ញុំមានអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលបានបងប្រុសមាននិស្ស័យខាងវិស័យសិល្បៈដោយរូបខ្ញុំហើយខ្ញុំបាទក៏សូមជូនពរប្អូនមានសំណាងល្អសង្ឃឹមថាសំណាងល្អចុះចាចង់សួរដល់បងប្រុសជាអ្នកសិល្បៈមួយរូបដែរមិនថាអញ្ចឹងណាតើជាអ្នកសិល្បៈផ្នែកអ្វីដែរទៅបងជាអ្នកចម្រៀងខាងបទបុរាណនិងតារាសម្ដែងដែរបាទអូចាថ្ងៃនេះបានចូលរួមទស្សនាផ្ដល់កម្លាំងចិត្តជូនដល់ដួងកាយសង្ឃឹមថាបងអូននឹងបានទទួលនូវជោគជ័យណាចាអរគុណច្រើនដូច្នេះនៅក្នុងពេលនេះសូមចេញទស្សនានៅសមត្ថភាពរបស់ដួងកាយ B29 និងសូមផ្ញើសារគាំទ្រទាំងអស់គ្នាសូមចុច B29 ផ្ញើទៅកាន់លេខ626សម្រាប់ប្រព័ន្ធ Smartphone សូមចេញទស្សនាដោយតទៅមិនថាបន្ទោចប៉ុនធំអ៊ំទូកកាំងថិនប៉ុនជុំអីគ្រប់គ្នាទាំងកំឡោក្រមុំពិសេសចូលឆ្នាំនាំគ្នាលេងឈូអង្គុញអ្នកលេងលាក់កនខ្សែពីប្រត់ខ្សែវែងសាប់បាយជាតិពូផងអ្នកខ្លះច្រៀងហើយលេងក៏ប្លែកផងអ៊ំតាយាយសាប់បាយចិត្តកនងហើយកូនចៅនាំគ្នាមកជួយផងស្រង់ទឹកគាត់ម្ដងជូនពរឆ្នាំថ្មីភូមិយើងអ្នកចេះសាមគ្គីជួយថែរក្សាប្រពៃណីខ្មែរយើងទឹកចិត្តស្មោះសរឥតឆ្មើងនោះទៅវប្បធម៌យើងឈានឡើងរុងរឿងកុំកើតលើឆាអន្តរជាតិពុកម៉ែអ្នកចេះតាមមីគ្នាជាតិមិត្តជួយគ្នាទើបជាតិយើងបានសុខសាគ្រប់គ្នាមានចិត្តស្រឡាញ់មិនយកឈ្នះចាញ់ហើយក៏មិនរករឿងគ្នាគិតថាមានបុណ្យថ្ងៃនេះគិតថាចូលឆ្នាំថ្ងៃ
ស្រុកយើងអ្នកសំពល់ថ្ងៃបុណ្យបងប្អូនជួបជុំអ្នកគុំឡើយជ្រួងគ្នាសប្បាយទាំងជោគងាយព្រឹកបើដងគ្នាផឹកបើយើងស្រោបជួយគ្នាបាបបកុំបីផឹកសូរាបាបបកុំបីផឹកសូរាបើស្វឹងកាលណាសុំគេដេកមួយយប់ទើបជាតិជើងបានសុខសាគ្រប់គ្នាមានចិត្តស្រឡាញ់មិនយកឈ្នះចាញ់ហើយក៏មិនរករឿងគ្នាគិតថាមានបុណ្យថ្ងៃនេះគិតថាចូលឆ្នាំថ្ងៃនេះជាថ្ងៃពិសេសត្រូវចេះស្រឡាញ់គ្នាស្រុកយើងអ្នកសម្ពោធថ្ងៃបុណ្យបងប្អូនជួបជុំអ្នកគុំឡើយជ្រុងគ្នាសប្បាយយ៉ាងជោគងាយព្រឹកបើក៏គ្នាផឹកបើយើងស្រវឹងជួយគ្នាបើបាបកុំបីផឹកសូរាបើបាបកុំបីផឹកសូរាបើស្វឹងកាលណាសុំគេដេកមួយយប់ប្រច្រៀងពីរោះឬក៏យ៉ាងណាដែរមានតែគណៈកម្មការរបស់យើងដែលលោកអាចវិនិច្ឆ័យបានចាសូមជួបជាមួយនឹងអ្នកបងមេងការពេជ្របុផាចាសូមអរគុណបងអូនប្រុសចាគាត់ចេះជ្រើសបទចម្រៀងយកមកច្រៀងណែមានទាំងការអប់រំនិយាយអំពីអ្នកស្វឹងស្រាកំបើកបអញ្ចឹងហ៎បាទអ្នកគ្រូចាហើយមួយទៀតយើងចង់និយាយពីបនសបាយហើយរួមទាំងការសម្ដែងរបស់ប្អូនសម្លៀកបំពាក់ទឹកមុខនិងទឹកដំសម្លេងឃើញថាល្អចាមិនមានអីខុសឆ្គងទេហើយសុំសួរអូនធ្លាប់ច្រៀងហ៎ធ្លាប់ច្រៀងតាមពិធីការម្ដងម្កាលដែរអ្នកគ្រូអញ្ចឹងច្រៀងជាលក្ខណៈអាជីពឬក៏គ្រាន់តែច្រៀងការមិត្តភ័ក្តិបងប្អូនអីដូចថាពេលទៅការអញ្ចឹងមិត្តភ័ក្តិគាត់ជំរុញឲ្យឡើងច្រៀងគាត់សនុំពើនេះគ្រូអញ្ចឹងហ្នឹងហើយអញ្ចឹងបានន័យថាប្អូនមិនមែនអាជីពអ្នកចម្រៀងប៉ុន្តែប្អូនច្រៀងបានល្អណាចេះលើកដាក់សម្លេងអីចេះរើសបទហើយចេះសម្ដែងហ្នឹងហើយចាត់ទុកថាប្អូនមានចំណែកច្រើនក្នុងវិស័យសិល្បៈចម្រៀងសម័យយើងនេះចាអីមិនមានអីខុសឆ្គងទេណាសូមជូនពរប្អូនសូមឲ្យមានសំណាងល្អអរគុណអ្នកគ្រូចាសូមអញ្ជើញបងប្រុសសុំម៉ាច់តាមការសង្កេតរបស់ខ្ញុំក៏មិនមានអ្វីដែលខុសពីយោបល់របស់អ្នកស្រីមេងកែពេជ្របុប្ផាទេគឺថាប្អូនរកចំណុចខ្វះខាតរបស់ប្អូនវាពុំឃើញអញ្ចឹងមានន័យថាសូមសរសើរចំពោះប្អូនដែលមិនមែនជាអ្នកចម្រៀងអាជីពតែប្អូនបានច្រៀងល្អមិនភ័យមិនផិតហើយនិយាយទៅត្រូវទាំងចង្វាក់ភ្លេងប្អូនច្រៀងអក្ខរាវិរុទ្ធក៏ច្បាស់ល្អហើយសំលៀកបំពាក់ព្រមទាំងកាយវិការរបស់ប្អូនក៏សមរម្យទៅតាមអត្ថន័យនៃបទចម្រៀងគឺសូមសរសើរសូមជូនពរប្អូនសំណាងល្អចាសូមស្ដាប់នៅការចាប់អារម្មណ៍ពីតារាកិត្តិយសរបស់យើងគឺលោកសែមសូមអញ្ជើញបងអូនបាទដោយសារតែលោកគ្រូក៏ដូចជាអ្នកគ្រូក៏បានផ្ដល់យោបល់ទៅកាន់គាត់ផងដែរអញ្ចឹងខ្ញុំបាទមានតែសូមជូនពរឲ្យគាត់មានសំណាងល្អក៏ដូចជាបានជាប់នឹងជាលេខ2ផងដែរយ៉ាសាកក្រដល់ដួងកាយសូមចុច B29 ផ្ញើទៅកាន់លេខ626សម្រាប់ប្រព័ន្ធ Medphone ចាអរគុណសម្រាប់អូនសូមជម្រាបសិនចាតើ